ក្នុងរដូវរងាធ្លាក់ទឹកកកបែបហ្នឹងប្រសិនបើយើងអាចឡើងទៅលើភ្នំទឹកកកទៅលេងជីស្គីទៅលេងជិះក្តារល្អិលមិនដឹងសប្បាយយ៉ាងណាទេណាបងប្អូនហើយបើទោះបីជាមិនចេះលេងស្គីយើងទៅមើលគេលេងក៏សប្បាយមួយយ៉ាងដែរមែនទេបងប្អូនហើយនៅក្នុងវីដេអូនេះគឺកាលពីឆ្នាំមុនដែលពួកខ្ញុំហ្នឹងបាននាំកូនឡើងទៅលើភ្នំ Jungfrau Joch ហើយភ្នំមួយនេះគេដាក់រហស្សនាមថា The Top of Europe ព្រោះថាវាមានខ្សែរថភ្លើងដែលវែងជាងគេប្រចាំសហគមន៍អឺរ៉ុបខ្សែរថភ្លើងនេះមានប្រវែង 3454 ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយមុននឹងយើងបានឡើងទៅលើទីនោះគឺយើងត្រូវឆ្លងកាត់ភូមិមួយដែលមានឈ្មោះថា Grindelwald ហើយ Grindelwald នេះផងដែរហ្នឹងគឺជាតំបន់ទេសចរមួយដែលមានសក្តានុពលខ្លាំងផងដែរនៅក្នុងប្រទេសស្វីសហើយនៅក្នុងរដូវរងាបែបនេះហ្នឹងគឺជាតំបន់ដែលនិយមក្នុងការលេងជីស្គីហើយដែលពួកខ្ញុំទៅនេះគឺថាមនុស្សច្រើនមែនតែម្ដងម្នាក់ហ្នឹងគឺថាសម្រុកឡើងទៅជីស្គីតកហើយនៅក្នុងនោះហ្នឹងមិនមែនមានតែភ្ញៀវជាតិតែជាជនជាតិស្វីសទេណាបងប្អូនចាសូម្បីតែភ្ញៀវអន្តរជាតិដែលគាត់មកលេងនៅក្នុងប្រទេសស្វីសនេះក៏គាត់មកលេងជីស្គីនៅទីនេះដែរគ្រាន់តែពួកខ្ញុំរងចាំទិញសបុតហ្នឹងបងប្អូនហើយនិយាយពីថាអត់មានក្រៅ1ម៉ោងកន្លះទេគឺថាចាំតម្រង់ជួរទិញសបុតនោះច្រើនមែនតែម្ដងណាប៉ុន្តែពួកគាត់ព្រាកច្រើនហ្នឹងគឺគាត់ទិញសបុតដើម្បីឡើងទៅជីស្គីចំណែកឯពួកខ្ញុំហ្នឹងទិញសបុតឡើងទៅលើភ្នំដើម្បីមើលទេសភាពតែប៉ុណ្ណោះហើយបងប្អូនឃើញទេអានេះគឺជាផ្លូវដែលគេជីស្គីចុះមកពីលើហ្នឹងឯងបងប្អូនហើយខ្ញុំឆ្ងល់មួយឆ្នាំអ្នកដែលមានបញ្ហាដោយសារការលេងស្គីហ្នឹងច្រើនណាស់បងប្អូនប៉ុន្តែអត់រៀងនៅតែមានអ្នកទៅលេងទោះបីជាពេលខ្លះហ្នឹងគាត់ឈឺគាត់របួសគាត់បាក់ជើងអីអញ្ចឹងក៏ដោយប៉ុន្តែពេលដែលគាត់ជាទៅគឺគាត់ទៅទៀតហើយចំណែកពួកខ្ញុំណែអត់ចេះជីស្គីហ្នឹងគេគឺថាមានតែដើរមកមើលគេតែប៉ុណ្ណោះហើយសម្រាប់ខ្ញុំវាគឺជាលើកទី3ហើយដែលបានឡើងមកលើភ្នំនេះតែបើសម្រាប់កូនខ្ញុំទាំងពីរនាក់ហ្នឹងគឺជាលើកទី1សម្រាប់ពួកគាត់ហើយត្បិតថាសម្បត្តិដែលឡើងទៅលើភ្នំនេះវាមានតម្លៃរៀងថ្លៃបន្តិចក៏ពួកខ្ញុំនៅតែសម្រាប់ចិត្តឡើងមកដែរដោយសារតែកូនហ្នឹងគាត់អត់ដែលបានឡើងមកហើយចំពោះការឡើងមកលើទីនេះហ្នឹងដំបូងគឺយើងត្រូវជិះជាមួយនឹង cable car ចេញពីនោះមកយើងក៏ឡើងជិះរថភ្លើងដើម្បីបន្តដំណើរទៅទៀតហើយក្នុងកំឡុងពេលដែលយើងធ្វើដំណើរទៅហ្នឹងគេហ្នឹងក៏បានឈប់មកតង់ដើម្បីឲ្យយើងហ្នឹងធ្វើការចុះទៅមើលក៏ដូចជាផ្តិតយកនៅទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់មួយដែលគេឲ្យឈ្មោះថាសមុទ្រទឹកកកព្រោះថានៅតំបន់មួយនេះទោះបីជារដូវណាក៏ដោយក៏ទឹកកកនៅទីនេះមិនអាចរលាយអស់នោះដែរបន្ទាប់ពីបានទស្សនានៅសមុទ្រទឹកកកប្រហែលជា10ទៅ15នាទីរួចមកពួកយើងត្រូវបន្តដំណើរតាមរថភ្លើងដើម្បីឡើងទៅដល់កំពូលភ្នំហើយនៅតាមផ្លូវហ្នឹងគឺថាកូនប្រុសរបស់ខ្ញុំនេះគឺថាគេសប្បាយមែនតែម្ដងព្រោះថាគេរំភើបគេអត់ដែលបានជិះរថភ្លើងឆ្លងកាត់ភ្នំបែបហ្នឹងទេហើយអ្វីដែលខ្ញុំសរសើរជាងគេនោះគឺថាតំបន់នេះគឺយើងចោះភ្នំមួយទាំងមូលដើម្បីធ្វើការដាក់ដំណើរការនៅខ្សែរថភ្លើងមួយនេះក៏ដូចជាការរចនានិងតុបតែងគ្រឿងផ្សេងនៅក្នុងភ្នំនេះផ្ទាល់តែម្ដងហើយឥឡូវនេះពួកខ្ញុំក៏បានឡើងមកដល់ខាងលើហ្នឹងហើយពួកខ្ញុំក៏បានធ្វើការឈប់សម្រាកមួយផ្លែតដើម្បីញ៉ាំអាហារសម្រន់មុនពេលដែលពួកយើងនឹងធ្វើដំណើរបន្តទៅទៀតអញ្ចឹងណាព្រោះថាពួកខ្ញុំនឹងចេញដំណើរពីផ្ទះមកហ្នឹងតាំងពីព្រឹកហើយមកដល់ទីនេះហ្នឹងវាចង់ថ្ងៃត្រង់ហើយវាក៏ឃ្លានដែរអញ្ចឹងណាហើយអញ្ចឹងហើយពួកខ្ញុំក៏សម្រេចចិត្តញ៉ាំអាហារសម្រន់បន្តិចទៅដើម្បីយើងធ្វើដំណើរបន្តទៅទៀតបន្ទាប់ពីញ៉ាំអាហារសម្រន់រួចមកហ្នឹងពួកខ្ញុំក៏ធ្វើការធ្វើដំណើរបន្តហើយដូចខ្ញុំបានប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសរសើរនៅទីនេះបងប្អូនឃើញទេអាហ្នឹងរូងភ្នំឯណាបងប្អូនហើយវាមិនមែនជារូងភ្នំក្រោមដីទេណាបងប្អូនវាគឺជារូងភ្នំទៅលើភ្នំទៀតផងសរសើរវិស្វករគេពិតជាមានកំណត់ច្នៃប្រឌិតមែនទែនហើយក៏សរសើរដល់ប្រជាជនគេដែរមិនដឹងជាពួកគាត់នឹងពាក់លីយ៉ាងណាទេតម្រាំតែធ្វើហើយនៅលើនោះហ្នឹងគេមានបំពាក់តាំងពីចដៅយន្តទៀតផងនិយាយរួមទៅនៅពេលដែលយើងឡើងមកដល់ទីនេះហ្នឹងយើងស្ទើរតែមិនដឹង